Haiដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាបាទដែលមានយូរអីមែនអត់ព្រោះអីដឹងស្រាប់អីខែនេះភ្លៀងច្រើនមែនទែនហើយណាមួយវាបញ្ចុះនៃការខ្ជិលទៀតដល់ពេលចេញរឿងយឺតយូរមកហើយកុំឲ្យបរិយាយច្រើនចូលទៅកាន់វីដេអូយើងយកមកទៅរឿងឡើងយើងក៏បានឃើញច្រឡំមិនចាំងពីស៊ីអ៊ីននិងសេយ៉ុកហើយរឿងគេក៏បានលេចបន្ថយតិចទៅកាន់មួយខែមុននៅពេលដែលអពៈសេយ៉ុកចាប់ផ្ដើមការសមបង្ហាត់ហើយនៅពេលនោះអាអូនសេយ៉ុកក៏បានសួរទៅកាន់ស៊ីអ៊ីនថាស៊ីអ៊ីនណានេះអ៊ីវនាងបែបនេះចាប់ទុកជាការបង្ហាត់ផងដែរមែនទេហើយនៅពេលនោះស៊ីអ៊ីនក៏បានវាយទៅកាន់ក្បាលអពៈសេយ៉ុកបន្តិចហើយនាងក៏បាននិយាយថាមិនជាលើកខ្ញុំមែនទេប៉ុតប្រកាសហើយនេះគឺជាការបង្ហាត់ផងដែរនាងផងដែលបាននិយាយទៅកាន់អពៈសេយ៉ុកថាអ្នកគួរតែបន្តការឡើងកម្មចដាផងអ្នកទៅបង្ហាត់ទៅស៊ីអ៊ីនក៏បានថាទីនោះយើងទៅកន្លែងហ្នឹងហើយនៅពេលនោះយើងក៏បានឃើញសេយ៉ុកដួលទៅកាន់ដីហើយវាក៏បានសួរទៅកាន់ស៊ីអ៊ីនថែមទៀតថាហើយអានេះចាប់ទុកជាការបង្ហាត់ផងដែរមែនទេស៊ីអ៊ីនហើយស៊ីអ៊ីននាងក៏បាននិយាយថាតែមិនមែនទេពួកឯងភ្លេចយកស្បែកជើងរបស់ខ្ញុំនៅពេលឯងបានអៀវខ្ញុំមកទីនេះហើយយើងកាត់មកកាន់ពូជនីយដ្ឋានមួយក៏បានឃើញអពៈសេយ៉ុកនៅកាន់ស៊ីអ៊ីនហើយនៅពេលនោះស៊ីអ៊ីនក៏បាននិយាយទៅកាន់សេយ៉ុកថាបន្ទាប់ពីយើងញ៉ាំអាហារនេះរួចអីអ្នកបងលុយផងហើយស៊ីអ៊ីននាងក៏បាននិយាយទៅកាន់សេយ៉ុកថាញ៉ាំអាហារឲ្យច្រើនទៅវាចាប់ទុកជាប្រូតេអ៊ីនសម្រាប់ការបង្ហាត់ផងយើងផងដែរវាជួយដល់កម្លាំងយើងទី2វាជួយដល់ការបង្ហាត់ផងយើងបានល្អជាងមុនដោយសារយើងមានកម្លាំងហើយនៅពេលនោះអាអូនសេយ៉ុកក៏បានសួរទៅកាន់ស៊ីអ៊ីនវិញហើយបើសិនជាឡើងគីឡូនោះយ៉ាងម៉េចវិញទៅហើយស៊ីអ៊ីននាងក៏បាននិយាយទៅកាន់អពៈសេយ៉ុកវិញថាយ៉ាងខ្លីហើយមានអត្ថន័យហើយបើសិនជាយើងបង្ហាត់អីឡើងគីឡូណាទៀតហើយនៅពេលនោះវាក៏បាននិយាយថែមទៀតថាឲ្យគេញ៉ាំឲ្យច្រើនតាមពិតទៅខ្លួនឯងញ៉ាំនឹងអស់លេងហើយយើងកាត់មកកាន់ក្រាមពូជនីយដ្ឋានវិញក៏បានឃើញអពៈសេយ៉ុកនិងស៊ីអ៊ីនហើយអពៈសេយ៉ុកក៏បានសួរទៅកាន់ស៊ីអ៊ីនថាពេលណាទៅស៊ីអ៊ីនបើការបង្ហាត់ជាក់ស្ដែងហើយស៊ីអ៊ីននាងក៏បាននិយាយថានាងកំពុងតែឲ្យគេដឹងជូនមកហើយអ៊ីវ៉ាន់ការបង្ហាត់នាងក៏បាននិយាយថាមកដល់មុំអ៊ីវ៉ាន់ការបង្ហាត់ហើយភ្លាមនោះស៊ីអ៊ីនក៏បាននិយាយទៅកាន់អាអូនសេយ៉ុកថាចុះអ្នកយកវាទៅកាន់លើតបលទៅហើយយើងកាត់មកកាន់លើតបលឆ្លប់បញ្ចាំងពីស៊ីអ៊ីននិងកាន់អពៈសេយ៉ុកហើយយើងមកទៅកាន់ស៊ីអ៊ីនទៅកាច់ដៃកាច់ជើងធ្វើទៅសាយទៅសងបន្តិចហើយនាងក៏បាននិយាយថារបស់ទាំងអស់នេះគឺជាមិត្តភក្តិស្រីរបស់នាងក៏បានផ្ញើមកហើយអាអូនសេយ៉ុកក៏បានកាត់សម័យនៅពេលដែលស៊ីអ៊ីនថាណែនាំមិត្តភក្តិស្រីមកកាន់វាហើយវាក៏បានថាអូមើលខ្លួនឯងទៅហើយនៅពេលនោះស៊ីអ៊ីនក៏បាននិយាយឡើងថានេះគឺជាស្វីហ្នឹងដូចជាក្បាច់នៅក្នុងបកស៊ីងផងដែរស៊ីអ៊ីននាងក៏បាននិយាយថាស្វីលើកទី2ហើយនាងក៏បានម៉ាត់ចេញទៅតែម្ដងគ្រាន់តែចំហាយម៉ាត់ប៉ុណ្្នឹងតែប៉ុណ្ណោះទោះឲ្យប្រុសរបស់យើងសេយ៉ុកក៏បានប៉ាងសក់ផងដែរហើយស៊ីអ៊ីននាងក៏បាននិយាយប្រាប់ប្រើស្វីដាល់ចេញចឹងមកហើយនាងក៏បាននិយាយប្រាប់មួយទៀតផងដែរតតជើងខំចេះតែអេមីនអត់ដឹងហៅពីអីគេទេហើយស៊ីអ៊ីននាងផងដែលបាននិយាយទៀតថាប្រើស្វីបែបហ្នឹងដាល់ខ្យល់ទៅវិញទៅមកអញ្ចឹងរយៈ2អាទិត្យហើយប៉ែសេយ៉ុកក៏បានធ្វើត្រាប់តាមតែធ្វើអត់ថៅទេហើយស៊ីអ៊ីនក៏បានកញ្ញាញ់ខួរមែនតើហើយស៊ីអ៊ីនក៏បានថាចាធ្វើចាប៉ែសេយ៉ុកវាភ្ញាក់ផ្អើលអូខេហើយអូនសេយ៉ុកវាធ្វើដូចខ្ទើអញ្ចឹងដាល់តិចលេះហើយនៅពេលនោះស៊ីអ៊ីនក៏បានហុចអាដែកនៅមកកាន់វាហ្នឹងគេដូចហៅដែកយីមែនអ្នកទាំងអស់គ្នាមាននិយាយខអីសាជាស្រ័យផងអត់សូវដឹងទេហើយភ្លាមនោះអូនសេយ៉ុកក៏បានចេញកាយវិការម៉ាត់ខ្យល់ហើយគេក៏បានម៉ាត់ចុះឡើងយើងមើលទៅកាន់អពៈសេយ៉ុកទៅពិតជាស៊ូមែនតើសូម្បីទៅពេលប្រឡប់ហើយអូនសេយ៉ុកក៏បាននៅហាត់ផងដែរវាពិតជាស៊ូខ្លាំងមែនតើហើយប្រឡប់មិនតាន់ទេវាក៏បានចាប់ដើមការបង្ហាត់ទៀតហើយយកវាបង្ហាត់ទៀតហើយវាក៏បានមានមោទនភាពលើខ្លួនឯងផងដែរហើយនៅទៅបង្ហាត់រហូតប្រចាំថ្ងៃរហូតដល់មួយអាទិត្យជាហើយនៅពេលនេះដែរស៊ីនក៏បានមើលយកចិត្តទុកដាក់ទៅកាន់អពៈសេយ៉ុកមែនតើអពៈសេយ៉ុកវាក៏បានប្រើស្វីសម៉ាត់ខ្យល់ទៅវិញទៅមកឥឡូវពិតជាត្រង់មែនតើហើយនៅពេលនោះស៊ីនក៏បានលើកអានោះមកអានឹងគេហៅគេខ្ញុំអត់ស្គាល់ទេអាជាស្រ័យទៀតហើយនៅពេលនោះស៊ីនក៏បានថាទៅកាន់អពៈសេយ៉ុកថាឲ្យវាដាល់មកកាន់អានឹងមកភ្លាមនោះអាអូនសេយ៉ុកវាក៏បានប្រើស្វីសម៉ាត់ទៅកាន់ខ្យល់បន្ថែមទៀតហើយវាក៏បានតតទៅកាន់ស៊ីអ៊ីនផងដែរភ្លាមនោះស៊ីអ៊ីននាងក៏បាននិយាយថាតតចឹងហើយតែតតឲ្យខ្លាំងមកហើយភ្លាមនោះស៊ីអ៊ីនក៏បាននិយាយប្រាប់ផងដែរនេះគឺជាក្បាច់មួយផងដែរតែខ្ញុំអត់និយាយប្រាប់ទេព្រោះអីកាត់ទៅកាន់ក្បាច់មួយទៀតយកមកទៅដោយសារក្បាច់នោះសំខាន់ហើយភ្លាមនោះផងដែរស៊ីអ៊ីនក៏បាននិយាយប្រាប់ផងដែរថាក្បាច់នេះគឺជាក្បាច់ចាប់ផ្ដួលហើយអ្នកនរគ្នានឹងដូចក្បាច់នៅក្នុងការ៉ាតេពេលគេវាយនៅក្នុងត្រង់អីចឹងប្រហែលអ្នកនរគ្នាធ្លាប់ស្គាល់ហើយភ្លាមនោះជាពាក់ស៊ីនិយាយអត់បានចប់ផងអាអូនសេយ៉ុកក៏បានស៊ូទៅវិញប្រហែលច្រឡំវាប្រហែលស៊ូទៅកាន់ចាប់អោបយីពាក់ស៊ីយកមកពេលហ្នឹងវាចង់ប្រើអាស្ទាយចាប់បបោកអីហ្នឹងដែរនៅពេលហ្នឹងស៊ីអ៊ីនក៏បានឡើងជង្គង់ទៅកាន់មុខវាយោតែម្ដងនិយាយចឹងអាអូនសេយ៉ុកវាអត់ចង់បង្ហាញទេនេះតាមខ្ញុំសន្និដ្ឋាននេះលោកក្រោយអាអូនមួយហ្នឹងវាប្រឡំចាប់គេដោយសុភាសិតខ្មែរមួយគេបាននិយាយថាធ្វើចឹងឯងសុបាយហ្នឹងឯងអត់ដឹងនិយាយអីទេស្ដាប់ទៅបានហើយតាមប៉ុណ្ណាអូនសេយកក្មេងតូចតើយើងចេះទៅផ្អាប់ទៅកាន់គ្នាកុំឲ្យខាត់ពេលយូរចូលទៅកាន់រឿងយើងវិញហើយភ្លាមនោះជាពេលស៊ីនក៏បាននិយាយទៅកាន់អូនសេយកថាមើលមុខនាងឲ្យច្បាស់សេយកក៏បាននិយាយថាអូខេ my love ហើយភ្លាមនោះវាក៏បានចេញចូលលណាវិញម្យ៉ាងមកហើយស៊ីនក៏បាននិយាយទៅកាន់វាទៀតថា blah ហើយកាត់មកកាន់អាប៉ែសេយកនៅក្នុងទេសនឹងស៊ីអ៊ីនវិញហើយស៊ីអ៊ីននៅអានសភៅហើយគួយលើអាប៉ែសេយកវានៅបង្ហាត់ធម្មតាធ្វើចូលលណាយទេមើលខ្លួនឯងទៅហើយអូនសេយកក៏បានរត់បង្ហាត់ពីកម្មចដាមួយទៅកម្មចដាមួយខាងនេះវិញអាប៉ែសេយកកំពុងតែអ៊ីវកញ្ញាស៊ីអ៊ីនលើកចុះឡើងដូចលើកយាមជាអញ្ចឹងតែគ្រាន់បើជាងអ្នកមានស្នេហាមួយចំនួនហាត់ប្រាណនៅផ្ទះដែរតែហាត់លើកដុំដៃតែអាប៉ែសេយកវាហាត់លើកស្រីហើយកាត់មកខាងនេះវិញអូនសេយកកំពុងតែប្រើស្វីសម៉ាត់ទៅកាន់ស៊ីអ៊ីនវាប្រើក្បាច់ចាប់លើកនឹងផងដែរហើយស៊ីអ៊ីនក៏បាននិយាយទៅកាន់វាថាទម្លាក់ចុះបន្ទាប់ពីទម្លាក់ចុះយើងកាត់មកកាន់ពេលវេលាសមជាក់ស្ដែងវិញយើងមើលទៅកាន់អាប៉ែសេយកទៅប៉ែស៊ីអ៊ីនក៏បានប្រើស្វីសម៉ាត់ទៅកាន់វាមើលទៅបែកពពុះមាត់គាត់ក្រោមចេញពីអូនសេយកម៉ាត់ស្ដាំចេញ
ចេញពីអូនសយកបន្ថែមទៀតយើងមើលទៅកាន់ដៃកញ្ញាស៊ីអ៊ីនរបស់យើងទៅអាឡូពិតជាក្រហមខ្លាំងមែនទែនដោយសារកម្លាំងដល់ផងអូនសយកហើយយើងកាន់មកកាន់ពេលរាត្រីក៏បានឃើញអាប៉ែសយកនិងស៊ីអ៊ីនកំពុងវហាត់ទៀតផងដែរយើងក៏បានកាន់មកកាន់ពេលវេលារៀនវិញនៅពេលនោះអូនសយកក៏បានរៀនទៅកាន់ស៊ីអ៊ីនថាអូយេហើយយើងក៏បានកាន់មកកាន់ពេលវេលាបច្ចុប្បន្នវិញបានឲ្យឃើញអូនសយកសលឹងទៅមើលអ្វីមួយយ៉ាងហើយវាក៏បានដើរសម្ដៅទៅកាន់មុខហើយមើលទៅហើយភ្លាមនោះសាំងវងក៏បានសលឹងមកកាន់អាប៉ែសយកពិតជាឌឺខ្លាំងមែនទែនអំស៊ីមកកំដាប់ដៃផងអ្នកមានយើងកាន់មកកាន់ពេលវេលាអាប៉ែសយកសម័យអំពីស៊ីអ៊ីនក៏បាននិយាយទៅកាន់វាថាយើងត្រូវស៊ូឲ្យខ្លាំងដើម្បីសងសឹកទៅកាន់អាសាំងវងហើយស៊ីអ៊ីននាងក៏បានថែមលើកទឹកចិត្តទៅកាន់អាប៉ែសយកផងដែរយើងត្រូវស៊ូឡើងដើម្បីគេជំនះហើយនាងក៏បាននិយាយថែមទៀតផងដែរគ្មានអ្វីយើងចេះដោយខ្លួនឯងទេចេះដោយសារការរៀនផងដែរដូចជាបកសិញអីជាដើមតែមានសំភេទអ្នកទាំងអស់គ្នាបន្តិចរឿងនេះពិតជាមានអត្ថន័យច្រើនមែនទែនហើយគេចង់និយាយថាពីតនសោយទៅកាត់ខ្លាំងហើយបើសិនជាយើងចេះបកសិញដូចបណ្ដាលអីជាដើមដើម្បីការពារខ្លួនហើយកុំឲ្យប្រើអំពើហិង្សាទៅលើអ្នកដទៃបង្ហាញដើម្បីការពារខ្លួនឯងហើយការបង្ហាញមួយទៀតដើម្បីជួយអ្នកដទៃផងដែរឬមួយអ្នកតនសោយជាងយើងហើយចូលមកកាន់រឿងយើងវិញហើយនៅពេលនោះយើងក៏បានឃើញជាប៉ែស៊ីអ៊ីនមើលទៅកាន់អាប៉ែសយកពិតជាតនផ្លន់ខ្លាំងមែនទែនហើយនៅពេលនោះនាងក៏បានហុចដៃកេះទៅកាន់នាងក៏បាននិយាយថាយើងប្រើដៃកេះហ្នឹងហើយយើងត្រូវមានចំណែកផងដែរនៅពេលដែលជាប់ក្លេអីមួយឧបមាកាន់មកកាន់ពេលបច្ចុប្បន្នវិញយើងបានឃើញអាប៉ែសយកវាកាន់ដៃកេះនៅក្នុងដៃវាអូនសយកវាក៏បាននិយាយថាវាមានអារម្មណ៍ថាវាដូចភ័យតិចផងដែរប៉ុន្តែវានៅតែតាំងចិត្តហើយនៅពេលនោះវាក៏បានដកវ៉ាន់តាវាបន្តិចហើយវាក៏បានដើរសំដៅយកទៅតែម្ដងយើងមើលទៅកាន់អាក្បាលផ្សោតសាំងវងវាពិតជាឌឺមែនទែនវាជក់បារីហើយវាសើចទៀតមើលនៅពេលនោះសយកក៏បានស្រែកទៅវាថាអញចង់ប្រយុទ្ធជាមួយឯងហើយនៅពេលនោះអាសាំងវងវាក៏បានសើចជាមួយនឹងគ្នាវាសើចពេញហ្នឹងហើយវាក៏បានបន្ថែមចោលទៅកាន់សយកយើងផងដែរវាក៏បានថាសម្បត្តិឯងគ្រាន់តែនិយាយគេដូចចៃកង្វប់ដែរវាសើចទៀតហើយសម្បីតែអ្នកទស្សនាក៏បាននិយាយទៅកាន់អាសយកផងដែរមួយនឹងពិតជាឈួតមែនទែនចង់ប្រយុទ្ធជាមួយសាំងវងវាក៏បានបោះបរិយវាក៏បាននិយាយថាសម្អាងអីគេចង់ប្រយុទ្ធជាមួយអញហើយយើងមើលទៅកាន់គ្នាអាប៉ែសាំងវងទៅវាស្រ័យទៅកាន់សាំងវងថាសាំងវងហើយវាបានថាថែមទៀតថាហើយបានចិត្តក្លាហានមកពីណាអាសឹមគីហើយភ្លាមនោះសាំងវងក៏បានចេញកាយវិការការប្រយុទ្ធផនគេចេញមកហើយតួឯប្រុសរបស់យើងសយកក៏បានបែកយើងបន្តិចផងដែរហើយសយករបស់យើងអត់ឲ្យតោះចិត្តក៏បានចេញទម្រង់ការប្រយុទ្ធមកផងដែរហើយអាប៉ែសាំងវងវិញវាក៏បានញញឹមវាក៏បានសើចឌីលផងដែរហើយភ្លាមនោះសម្បីតែអ្នកទស្សនាក៏បានសើចទៅកាន់អាប៉ែសយកផងដែរហើយមួយនេះឈួតមែនតើហើយវាចង់ប្រយុទ្ធជាមួយសាំងវងហើយអាសាំងវងវាក៏បានថាថែមទៀតទៅកាន់សយកយើងថាឯងគិតតែគេអាសយកបោប្រឡឹងស្ទឹងមានជ័យឲ្យចង់ប្រយុទ្ធជាមួយនឹងអញហើយភ្លាមនោះវាក៏បានស្ទុះទៅដល់អូនសយកតែម្ដងហើយចូលមកដល់ក្នុងការប្រយុទ្ធហើយអូនសយកវាក៏បានកាត់សម័យទៅកាន់ការស៊ីអ៊ីនបរៀនវាបង្រៀនវាអំពីស្វីម៉ាត់1ម៉ាត់2ម៉ាត់យកតែម្ដងពេលបច្ចុប្បន្នសយកក៏បានស៊ីកំដាប់ដៃរបស់អាប៉ែសាំងវងបាត់អីព្រោះអីវាគិតច្រើនពេកពេលនោះសាំងវងក៏បានប្រើក្រោះម៉ាត់ទៅកាន់អាប៉ែសយកចំកណ្ដាលមុខពេញយកតែម្ដងហើយវាក៏បានថែមក្រោះដាំផងដែរហើយម៉ាត់ទៅកាន់អាប៉ែសយកថែមទៀតហើយវាក៏បានឡើងជង្គង់ចំកណ្ដាលពោះពេញផងដែរមើលតាអាប៉ែសយកទៅបែកក្អួលយកតែម្ដងហើយភ្លាមនោះវាក៏បានបោចសក់ទៅកាន់សយករបស់យើងហើយវាក៏បានម៉ាត់ម្ដាយចំកណ្ដាលមុខពេញចង់ដាច់ក្បាលចេញពីខ្លួនហើយកាត់មកកាន់អ្នកមើលហើយវាក៏បាននិយាយថាអញក្ពើមែនអាប៉ែនឹងចឹងសោះចង់ប្រយុទ្ធជាមួយសាំងវងដែរអាសូថាខ្លាំងទៅប្រយុទ្ធដូចអាចសោះហើយអញនិយាយមែនយើងមកឆ្លុះបញ្ចាំងពីអាប៉ែសយកទៅឥឡូវនេះវាពិតជាភ័យមែនទែនភ័យខ្លាចខ្លាំងមែនទែនហើយវារួមតែបានយំផងដែរចេញទឹកថ្មីតាមកែវថ្មីវាចេញមកតែម្ដងហើយភ្លាមនោះផងដែរវាក៏បានចេញទៅមុខដោយកំណាចហើយវាក៏បាននិយាយថាអើយអញសានទៅខ្លាំងចង់ប្រយុទ្ធជាមួយអញហើយសានទៅខ្លាំងតាមពិតទៅសម្បត្តិត្រឹមជាចាក់មនុស្សចង់ប្រយុទ្ធជាមួយអញហើយភ្លាមនោះសាំងវងវាក៏បានធាទៅកាន់តួឯកប្រុសរបស់យើងមួយជើងចុងប៉ោង30ម៉ែត្រហើយវាថែមទាំងបានម៉ាត់សេយករបស់យើងម៉ាត់យកជិត1000ដៃហើយនៅពេលនោះសេយករបស់យើងពិតជាឈឺចាប់មែនទែនហ៊ីទឹកសបោហ៊ីអីចេញតាមរនចំោះអស់លេងហើយក៏បានកាត់មកកាន់ការសម័យរបស់វាពេលវាប្រើស្វីម៉ាត់ស៊ីអ៊ីនទៅវិញទៅមកហើយវាក៏បានតតទៅកាន់ស៊ីអ៊ីនផងដែរហើយនៅពេលនោះដែរឆ្លប់បញ្ចាំងពីបច្ចុប្បន្នសម័យពីនេះទៅនោះហើយវាក៏បានយំផងដែរនៅពេលនោះហើយក៏កាត់មកកាន់ការសម័យវិញអ៊ីនក៏បានបរៀនវាពីក្បាច់ចាប់អោបហើយផ្ដួលយកតែម្ដងកាត់មកកាន់ពេលបច្ចុប្បន្នសេយករបស់យើងត្រង់បដៃផនវាទៀតហើយនៅពេលនោះវាក៏បានដាក់ស្មារតីមកវាតាំងចិត្តខ្លាំងមែនទែនហើយវាស្ទុះទៅវុយបហាហក់ទៅអោបសាំងវងយកតែម្ដងហើយនៅពេលនោះដែរវាក៏បានស្ទុះទៅខំតិចរបស់សាំងវងរបស់យើងហើយនៅពេលនោះដែរយើងមើលទៅកាន់អាសាំងវងទៅពិតជាស្រ័យខ្លាំងមែនទែនហើយនៅពេលដែលអូនសេយករបស់យើងក៏បានខំតិចវាហើយវាក៏បានដកថយបន្តិចយើងមើលទៅកាន់អាប៉ែសាំងវងទៅវាពិតជាខឹងទៅកាន់សេយករបស់យើងខ្លាំងមែនទែនហើយនៅពេលនោះដែរអាប៉ែសេយកវាក៏បានបញ្ចេញកែវថ្មីដោយកំណាយហើយវាក៏បានស្ទុះហក់ចូលទៅហើយវាក៏បានម៉ាត់ទៅកាន់អាប៉ែសាំងវងមួយដៃកណ្ដាលមុខពេញចង់ដាច់ក្បាលតែម្ដងយើងមើលទៅត្រឹមតែមួយដៃតែប៉ុណ្ណោះយើងមើលទៅកាន់អាប៉ែសាំងវងទៅពិតជាដាច់ផ្ងាខ្លាំងមែនទែនយើងកាន់មកកាន់កញ្ញាស៊ីអ៊ីនពិតជាមានមោទនភាពលើអាប៉ែសេយកខ្លាំងមែនទែនអាប៉ែសេយកនៅពេលនោះវាក៏បានស្រែកអូជោគជ័យហើយអញក៏បានដាក់នឹងដួលខ្ពកតែម្ដងរឿងរបស់យើងបញ្ចប់ទៅត្រឹមនេះសិនព្រោះអីមីកំពុងតែភ្លៀងមកបដានេះតាមពិតទៅអត់មានថាចង់ធ្វើឲ្យបានយូរដែរនេះប្រហែល16 17នាទីអីតែមីភ្លៀងមកបរិយដល់ថ្ងៃនេះអារម្មណ៍ល្អលេងមកជើងអីតិចភ្លៀងអ្នកគ្នាជួយគាត់ឲ្យមានតិចមើលយេមែនជឿក្បាលតែម្ដងដល់ពេលភ្លៀងអីអ្នកចិត្តខាងនិយាយធ្វើអីគេនោះដមគេនេះនោះអូថ្លង់តែម្ដងដល់ពេលអញ្ចឹងរឿងចេញយឺតណាយេមែនហើយជាដំបងអរគុណទៅកាន់បងបញ្ញា 1000 រៀលហើយអរគុណទៅកាន់លូមីងហ្វេចំនួន600 រៀលហើយសូមអរគុណខ្លាំងទៅកាន់អ្នកទាំងពីរដែល donate មកកាន់ admin សូមអរគុណមែនតើសូមឲ្យអ្នកទាំងអស់គ្នាជួបតែក្តីសុខនិងសំណាងល្អនិយាយចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ join group Telegram admin អាចនិយាយលេងក្នុង
ក្រុមនឹងបានឬមួយសួរអីក៏បានដែរបើសិនជាចង់ចូលទៅកាន់ក្រុម Telegram អាចចូលតាមនេះបាននេះចូលចឹងមកហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេតារាណាផែបដីនៅតែមាននៅលើការនៅទៅដែរយើងជួបគ្នានៅវីដេអូបន្តទៀត